បាទជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះជាពិសេសបងដែលជាជាងអគ្គិសនីឬក៏និស្សិតដែលកំពុងតែសិក្សាផ្នែកជំនាញអគ្គិសនីទាំងអស់បាទអញ្ចឹងវីដេអូនេះគឺជាវីដេអូដែលខ្ញុំបាទធ្វើការតេស្តអំពូលភ្លើង 220V ជាមួយនឹងតុងសុង 380V អញ្ចឹងដំណើរការនេះគឺដំណើរការស្តៀងជាមួយនឹងម៉ូទ័រ3ហ្វាដែរដែលយើងជាធម្មតាយើងធ្លាប់ឃើញថាម៉ូទ័រ3ហ្វាគឺមានហ្វាទី1ហ្វាទី2ហ្វាទី3នៅពេលដែលយើងបញ្ចូលភ្លើងទាំង3ហ្វាហ្នឹងទៅម៉ូទ័រគឺដំណើរការទៅមុខឬអាចថយក្រោយបានប៉ុន្តែអំពូលនេះយើងតស្តៀងគ្នាមានន័យថាហ្វាទី1ហ្វាទី2ហ្វាទី3គឺយើងហ្វាទី1យើងចូលអំពូលទី1មកហ្វាទី2យើងចូលអំពូលទី2ហើយហ្វាទី3គឺយើងចូលអំពូលទី3ហើយសម្រាប់ជើងម្ខាងទៀតនៃអំពូលគឺយើងពងចូលគ្នាអញ្ចឹងវាស្តៀងទៅនឹងម៉ូទ័រយើងដែរម៉ូទ័រយើងគឺភ្លើង3ហ្វាប៉ុន្តែជាប្រភេទមានន័យថាយើងលើកយកមកនិយាយនេះគឺម៉ូទ័រតនាការ Star អញ្ចឹងប្រភេទ Star ហ្នឹងគឺយើងចូលភ្លើង3ខ្សែមកប៉ុន្តែនៅខាងលើកុងតាក់ទ័រហ្នឹងគឺមានថានៅខាងក្នុងម៉ូទ័រហ្នឹងគឺយើងនៅជើងម្ខាងទៀតហ្នឹងគឺយើងពងចូលគ្នាបាទគឺយើងពងចូលគ្នាអញ្ចឹងវាដំណើរការដូចគ្នាប៉ុន្តែគាត់ថាStar គឺមានល្បឿនរៀងយឺតជាងហើយ Data គឺមានល្បឿនរៀងលឿនជាងហ្នឹងទៅបងប្អូនអញ្ចឹងបានម៉ូទ័រដែលប្រើប្រាស់នៅក្នុងរោងចក្រឧស្សាហកម្មធំៗហ្នឹងគឺគេប្រើជាប្រភេទStar Data មានថាល្បឿនពីល្បឿនយឺតពីល្បឿនពាក់កណ្ដាលទៅល្បឿនលឿនអញ្ចឹងទៅបងប្អូនប៉ុន្តែម៉ូទ័រគឺយើងអាចប្រើប្រាស់ VSD ក៏បាន inverter ក៏បានបាទអញ្ចឹងបាទកុំឲ្យខាតពេលយូរយើងទៅទស្សនាវីដេអូដែលយើងតអំពូលហ្នឹងទៅបាទឥឡូវនេះយើងចាប់ផ្ដើមមើលខ្សែថាវាតយ៉ាងដូចម្ដេចធ្វើម៉េចដើម្បីឲ្យអំពូលនឹងភ្លឺបានអញ្ចឹងដូចបានរៀបរាប់ហើយគឺហ្វាទី1ហ្វាទី2ហ្វាទី3គឺយើងចូលអំពូលហើយជើងម្ខាងទៀតនៃអំពូលគឺយើងពងចូលគ្នាអញ្ចឹងទៅបងប្អូនបាទដូចបានចង់អបបង្ហាញអញ្ចឹងហើយ selector ហ្នឹងគឺបញ្ជាកុងតាក់ទ័រឲ្យដំណើរការអញ្ចឹងទីទៀតនេះខ្ញុំនឹងវាស់វល់បាទអញ្ចឹងតុងសុងចូលហ្នឹងគឺប្រហែលជា 400V តិចតួចបងប្អូន 415V 16V អញ្ចឹងហ្នឹងហើយភ្លើងរៀងខ្ពស់ដោយសារខ្ញុំប្រើ inverter បំលែងភ្លើងអញ្ចឹងភ្លើងវាខ្ពស់បន្តិចហើយអញ្ចឹងយើងចាប់ផ្ដើមដំណើរការតែម្ដងទៅដើម្បីថាហ្នឹងហើយឥឡូវយើងចាប់ផ្ដើមដំណើរការទៅអំពូលគឺវាភ្លឺធម្មតាអញ្ចឹងជាធម្មតាអំពូល220នៅពេលដែលយើងដាក់ភ្លើងចូលភ្លើង380ចូលគឺវានឹងឆេះហើយគឺវានឹងដាច់ហើយប៉ុន្តែយើងតបែបនេះគឺវានៅភ្លឺធម្មតាអញ្ចឹងបញ្ជាក់បងប្អូនតិចការធ្វើតេស្តនេះគ្រាន់តែជាការតេស្តសាកល្បងទេវីដេអូនេះបង្កើតឡើងគ្រាន់តែជាការតេស្តសាកល្បងដើម្បីដឹងថាវាដំណើរការពិតឬក៏អត់ចឹងណាបងប្អូនវាឆេះឬក៏អត់ទេនេះគ្រាន់តែការធ្វើតេស្តទេมันអាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្ដែងរបស់បងប្អូនបានទេអញ្ចឹងយើងត្រូវដឹងថា load នីមួយៗគឺវាអត់ស្មើគ្នាទេអញ្ចឹងខ្ញុំជ្រើសរើសធ្វើវីដេអូនេះគឺជ្រើសរើសយកអំពូលនេះគឺវា load ស្មើគ្នាអញ្ចឹងកាលណា load ស្មើគ្នាគឺតុងសុងគឺវារត់ថេស្មើគ្នាអញ្ចឹងវារត់ពី1ទៅ1ពី1ទៅ1នោះគឺវាស្មើគ្នាអញ្ចឹងបងប្អូនអាចស្វែងយល់បន្ថែមពីចំណុចនេះបានมันអាចថាយកឃើញវីដេអូនេះទៅយើងយកទៅប្រើប្រាស់យើងយកទៅតតាមឬក៏យើងប្រើវិធីហ្នឹងតាមការងារជាក់ស្ដែងរបស់បងប្អូនហ្នឹងគឺអត់បានទេបងប្អូនសូមបញ្ជាក់ទៀតណាហ្នឹងហើយអរគុណច្រើនវីដេអូហ្នឹងគឺមានប៉ុណ្្នឹងបាទ